បាទសូមជម្រាបជូនដែរអំពីស្ថានភាពសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងឱកាសពិធីបុណ្យអុំទូករយៈពេល3ថ្ងៃនៅខេត្តសៀមរាបយើងនេះគឺពិនិត្យជារួមយើងឃើញថាសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរហើយជាពិសេសបងប្អូនប្រជាពលរដ្ឋរបស់យើងបានអញ្ជើញមកដើរលេងកម្សាន្តនិងចូលរួមកម្សាន្តតាមដងស្ទឹងតាមប្រាសាទហើយនឹងតាមតំបន់ទេសចរនានាឃើញថាច្រើនកកបាទច្រើនកកបើយើងគិតរយៈពេល3ថ្ងៃនេះគឺមានភ្ញៀវដែលអញ្ជើញបាទទេសចរដែលអញ្ជើញមកដើរលេងកម្សាន្តនៅក្នុងខេត្តសៀមរាបយើងរហូតដល់368246នាក់ដែលយើងទទួលបានតួលេខនេះយើងទទួលបានពីមន្ទីរទេសចរខេត្តហើយបើយើងធៀបជាមួយរយៈពេលដូចគ្នាឆ្នាំ2024នោះគឺមានការកើនឡើងរហូតដល់ 5.75% បាទហើយភ្ញៀវទេសចរបរទេសនោះគឺជិត 10000 នាក់ដែរបាទជិត 10000 នាក់ហើយបើធៀបនឹងឆ្នាំដូចគ្នាគឺមានការថយចុះបាទជាទេសចរឬការថយចុះហើយពាក់ព័ន្ធទៅនឹងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅក្នុងខេត្តទាំងមូលគឺស្នងការដ្ឋាននគរបាលខេត្តដែលជាសេនាធិការឲ្យគណៈបញ្ជាការឯកភាពខេត្តនេះគឺបានប្រើប្រាស់កម្លាំងសរុបមធ្យោបាយសរុបហើយក្នុងនោះគឺយើងបានការពារបានល្អប្រសើរជាពិសេសគឺអ្វីដែលយើងកត់សម្គាល់នោះគឺมันមានបទល្មើសធំដុំកើតឡើងទេបាទមានតែការគ្រោះថ្នាក់ចរាចរណ៍តិចតួចបងប្អូនប៉ះគ្នាតាមដងផ្លូវអីតិចតួចប៉ុណ្ណោះហើយម្សិលមិញនេះគឺគ្រោះថ្នាក់ចរាចរណ៍គឺបណ្ដាលឲ្យដោយខ្លួនឯងបាទគាត់បង្កដោយខ្លួនឯងនេះបានស្លាប់បាត់បង់ជីវិតម្នាក់បាទនៅលើដងផ្លូវយើងនៅស្រះស្រង់ហ្នឹងអញ្ចឹងហើយយើងពិនិត្យជារួមស្ថានភាពទូទៅក្នុងខេត្តគឺបងប្អូនយើងបានមកចូលរួមដើរលេងកម្សាន្តយ៉ាងសប្បាយកកទៅតាមកម្មវិធីដែលរដ្ឋបាលខេត្តសហការជាមួយសហភាពសហព័ន្ធយុវជនខេត្តសៀមរាបហ្នឹងគឺរៀបចំបានល្អប្រសើរហើយក្នុងនោះដែររដ្ឋបាលខេត្តសហការជាមួយសហភាពសហព័ន្ធយុវជនបន្តធ្វើ2ថ្ងៃបន្តទៀតដើម្បីឲ្យបងប្អូនយើងដើរលេងកម្សាន្តជាពិសេសជាអាជីពផ្ដល់ឱកាសឲ្យអាជីវករក្នុងខេត្តសៀមរាបយើងបន្តបាទអាជីវកម្មលក់ដូរដល់បន្តទៀតដោយរហូតដល់ថ្ងៃសៅរ៍បាទថ្ងៃហ្នឹងហើយនឹងស្អែករយៈពេល2ថ្ងៃទៀតហើយស្នងការដ្ឋាននគរបាលខេត្តក៏បានរៀបចំកម្លាំងដើម្បីការពាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ជូនរយៈពេល2ថ្ងៃបន្តទៀតដែរអញ្ចឹងហើយសំណូមពរឲ្យបងប្អូនយើងទាំងអស់ជាពិសេសបងប្អូនជាប្រតអញ្ជើញមកដើរលេងកម្សាន្តនៅតាមដងស្ទឹងខេត្តសៀមរាបដែលយើងមានការជិះទូកកម្សាន្តមានស្តង់លក់របស់របរអីវ៉ាន់នានាជាច្រើនហើយពេលយប់យើងមានរំស្គរដៃដែរអញ្ចឹងហើយសូមឲ្យបងប្អូនយើងមកអញ្ជើញមកដើរលេងកម្សាន្តបន្តទៀតហើយក្នុងនាមស្នងការដ្ឋានក៏សំណូមពរបងប្អូនយើងធ្វើដំណើរតាមដងផ្លូវមានការប្រុងប្រយ័ត្នបាទមានការប្រុងប្រយ័ត្នហើយគោរពច្បាប់ចរាចរណ៍ហើយជាពិសេសគឺគោរពទៅតាមការណែនាំរបស់សមត្ថកិច្ចតាមដងផ្លូវបាទទាំងអស់គ្នាយើងរួមគ្នាដើម្បីខេត្តយើងរួមគ្នាដើម្បីសុខភាពទាំងអស់គ្នាបាទអញ្ចឹងខ្ញុំបាទសូមមានតែប៉ុណ្ណេះបាទសូមអរគុណបាទជម្រាបលា